នេះជារបៀបជួសជុលកង្ហារពួកមិនថាពួកហាតារីពួកកង្ហារចិនខាងអីដែរឲ្យតែប្រើភ្លើង220គឺយើងជួសជុលរបៀបនេះដំបូងឡើយបងប្អូនបើមាននាឡិកានេះយើងកាត់នាឡិកានឹងចូល x មួយនេះកូននឹងមួយអញ្ចឹងហើយយើងយករបស់យើងមកប៉ះគ្នាវាដើរអត់វាលោតអត់ហើយបើថាមានអូម៉ែតប្រើលេខអានឹងកាន់តែល្អទៀតការនេះពិសេសយើងដាក់អញ្ចឹងវាដើរអត់អញ្ចឹងយើងមកមើលការវើនេះអានេះខ្ញុំលើកឧទាហរណ៍មកឲ្យមើលទេជាក់ស្ដែងតើយើងវាស់ជាមួយនឹងនេះចង្ហាចង្ហាភាគច្រើនគឺដែលយកមកធ្វើគឺវាដាច់ត្រង់ចំណុចនេះវាដាច់កន្លែងខ្សែកង់ដងនេះពេលចូលមកលើកចូលមកមួយធៀងនេះមកវាឆ្លងកាត់កង់ដងហើយវាមានខ្សែលួសហ្នឹងវិលត្រឡប់មកជាប់នឹងជើងទី1ចង្ហាជាប់នឹងជើងលេខ1នឹងចង្ហានេះភាគច្រើនខ្ញុំឃើញវាដាច់តែម្ដងទៅហ្នឹងយើងអត់ដឹងថាវាដាច់ទៅណាទេតែដឹងតែខ្សែមួយនឹងវាដាច់ហើយពួកអា3នេះអត់សូវដាច់ទេអា3នេះតែវាមានអាការៈខ្លះវាដាច់តែប៉ុន្តែវាដាច់ចំអានេះពាក្យកណ្ដាលនេះក៏មានដែរប៉ុន្តែលក្ខណៈថាបដាច់ពាក្យកណ្ដាលនេះយើងអាចយកអា3និង2មកតជាប់គ្នាហើយយើងអាចប្រើលេខ1បានវាអញ្ចឹងយើងមកមើលការវើទាំងអស់គ្នាដើម្បីតែចង់ដាច់យ៉ាងម៉េចយើងចាប់ដើមដោះចង្ហាមកហ្វឹបយើងមិនឃើញជើងខាងក្រោមវាមានលេខ1លេខ2លេខ3អញ្ចឹងហើយខ្សែមួយគឺវាត្រង់មកនេះវាត្រង់មកវាមកដល់កន្លែងចុចយើងគួរវើបែបណាយើងគួរចាប់អាកន្លែងដែលយើងចុចហ្នឹងកន្លែងយើងចុចហ្នឹងឬក៏យើងចាប់មកវើអាកន្លែងលេខ3នឹងដល់បានលេខ1លេខ2លេខ3ហ្នឹងយើងយកវាមកវើជុំគ្នាចេះនេះចាប់លេខ1លេខ3អញ្ចឹងវើនឹងលេខ2វាមានអត់វាមានភ្លើងអត់អញ្ចឹងសំទោសវាមានភ្លើងអត់ហើយវាតជាប់គ្នាអត់តនិចមើលទៅយើងដើរអត់បើវាដើរមានន័យថាវាអត់ដាច់ទេឥឡូវយើងមកវើខាងនេះតវាដើរអត់បើវាដើរមានន័យថាអត់ដាច់ទេធ្វើម៉េចឲ្យវាដើររួចហើយបន្ទាប់មកទៀតយើងមកវើនឹងខ្សែជើងនេះអាខ្សែទៅនេះខ្សែកន្លែងជាប់នឹងជើងកង់ដងជើងកង់ដងខាងនេះយើងចុចខាងនេះមួយមកហើយយើងចុចចំលេខ3នេះមកចាំមើលវាដើរអត់បើថាវាដើរអាហ្នឹងវាអត់ដាច់ទេតែបើថាវាអត់ដើរមានន័យថាវាដាច់ត្រង់ចំណុចនេះឯងហើយយើងមកវើអាកន្លែងទៅនេះទៀតនេះអាកន្លែងខ្សែដែលចូលមកដល់ជើងកង់ដងហ្នឹងជើងកង់ដងខាងនេះមួយជើងកង់ដងខាងនេះមួយហ្នឹងគឺយើងចាំមកវើចេះទៀតគឺយើងចង់ដឹងថាវាដាច់អត់ជួនខ្លះបើសិនជាយើងចាប់ទៅវាទៅនេះអត់ដើរវាដាច់ទៅនេះអញ្ចឹងគឺយើងធ្វើម៉េចឲ្យស៊ីម៉ារបស់យើងហ្នឹងគឺមកជុំវិញហ្នឹងអត់មានដាច់ត្រង់ណាទេហើយយើងចាប់ដើមមកពើបើសិនជាយើងវើអញ្ចេះស៊ីម៉ាហ្នឹងវាវិលត្រឡប់នេះខ្សែលួសវាវិលមកចេះមកវាវិលជិបមកហើយវាមកជុំគ្នាទៅនេះអញ្ចឹងតនិចមើលទៅត្រូវតែដើរអញ្ចឹងចុះយើងមកវើត្រឹមលេខ3នេះស៊ីម៉ាវាលួសវាវិលមកនេះវាមកជាប់ត្រង់ទៅនេះឃើញទេអញ្ចឹងវាត្រូវតែដើរហើយយើងមកចាប់លេខ2វាត្រូវវិលមកនេះមកចាប់ទៅនេះត្រូវតែដើរចាប់លេខ1វាវិលមកដល់ទៅនេះនិយាយរួមគឺវាត្រូវតែដើរបើសិនជានៅក្នុងការវើចន្លោះមួយណាដែលវាអត់ដើរនឹងមានន័យថាគឺដាច់ហើយបើសិនជាយើងវើពីដើមទីមកលេខ3អត់ដើរអានេះដាច់វើពីលេខ3មកលេខ2អត់ដើរអញ្ចឹងមានអានេះដាច់វើលេខ1និងលេខ2បើអត់ដើរមានតែអានេះដាច់អញ្ចឹងបើវើលេខ1ហើយនឹងជើងកង់ដងអត់ដើរអញ្ចឹងមានតែអានេះវាដាច់អញ្ចឹងបើសិនជាដាច់កន្លែងជើងជំរុញមកកង់ដងនេះគឺយើងមិនអាចតបានទេគឺយើងធ្វើអត់កើតទេហើយបើសិនជាដាច់ត្រង់ចំណុចត្រង់នេះណាអានេះយើងអាចមកតយើងបើដាច់ត្រង់នេះឧទាហរណ៍ថាយើងវើទៅអាទាំងអស់នេះនៅល្អទាំងអស់តែវាដាច់ត្រង់នេះវាដាច់ត្រង់នេះអញ្ចឹងយើងធ្វើយ៉ាងម៉េចយើងអាចប្រើបានទេប្រើបាននេះយើងអាចតចេះតចន្លោះវាចូលមួយទៅតែយើងអាចប្រើនេះសេម៉ាវាវិលជុំមកនេះប្រើបានគឺថាលេខវាបាត់បង់អស់មួយវានៅសល់តែ2លេខទេអញ្ចឹងអានេះវាមានលក្ខណៈថាពេលខ្លះដាច់អាចប្រើបានដែរប៉ុន្តែទើបតែយើងដឹងពីសេម៉ាក្នុងរបស់វាអានេះខ្ញុំគ្រាន់តែធ្វើជាគំរូទេបើចង់ជាក់ច្បាស់ទើបតែយើងវើនឹងចង្ហាផ្ទាល់អានឹងបានច្បាស់